បាទសួស្តីនៅក្នុងវីដេអូនេះគឺបន្តកែចំណោទនៅទំព័រទី28ចំណោទលេខ4និងលេខ5បាទនៅក្នុងមេរៀនទី5របស់យើងបាទអញ្ចឹងចំណោទលេខ4គឺថាចំនួន n ថែមឲ្យ5ដកនឹង1ស្មើនឹង11ចូលរក n បាទអញ្ចឹងយើងចាប់ផ្ដើមបាទរកចម្លើយវាណាបាទអញ្ចឹងយើងរកn បាទអញ្ចឹងយើងមើលបំរាប់បងគេប្រាប់ថាចំនួន n ថែមឲ្យ5ដកនឹង1វាថាថែមឲ្យមានន័យយើងធ្វើប្រមាណទីបូកហើយដកលេខ1ចេញស្មើនឹង11បាទអញ្ចឹងតាមបំរាប់គឺគេបានគេចំនួន n ថែមឲ្យបាទ5ដកនឹង1ស្មើនឹង11បាទចឹងយើងសរសេរបំរាប់មកគេទៅជាចំនួន n នេះគឺ n ថែមឲ្យ5បូក5ដកនឹង1ដក1ចេញស្មើនឹង11បាទអញ្ចឹងយើងធ្វើរោតម្លៃ n អញ្ចឹងយើងឃើញថាក្នុងកន្លែងយើងមាន n បូក5ដក1ស្មើ11អញ្ចឹងដំបូងយើងគេកន្លែងនេះសិនមកបងណា5ដក1នៅសល់អីសល់4នេះអញ្ចឹងនៅសល់ n បូក4ស្មើ11បន្តទៀតយើងដើម្បីឲ្យបាត់4នេះគឺយើងត្រូវដក4ចេញអញ្ចឹងកាលណាយើងមាន n បូក4កាលណាយើងដក4ចេញទៅនៅសល់តែ n កាលណាយើងត្រូវយក11នេះដក4ដែរណាបាទដើម្បីឲ្យស្មើគ្នាសងខាងអញ្ចឹងមានន័យថា n របស់យើងគឺស្មើ11ដក4នៅសល់5 2បាទអញ្ចឹងឃើញតម្លៃរបស់យើងដូចនេះតម្លៃ n ដែលយើងត្រូវរកគឺស្មើនឹង5 2បាទតាមបំរាប់អូខេបើយើងមើលចម្លើយចំណោទលេខ5បាទចម្លើយរបស់យើងគឺគេសួររកអីគេបងរក m តែចឹងរក m យើងអានបំរាប់គេមកបំរាប់គេប្រាប់ថាម៉េចប្រាប់ថាចំនួន m គុណនឹង3ដកនឹង2ស្មើនឹង4បាទអញ្ចឹងចំនួន m គុណនឹង3ដកនឹង2ស្មើនឹង4បាទយើងមានចំនួន m មែនទេបងចំនួន m យើងគុណនឹង3យើងមើលណាបងចំនួន m គុណនឹង3អញ្ចឹងបើយើងសរសេរឲ្យស្រួលមើលគឺយើងសរសេរថាគេបងសរសេរថា 3m 3m មានន័យថា3គុណនឹង m ណាបង m គុណនឹង3ហើយ3គុណនឹង m គឺដូចនេះទេអញ្ចឹងយើងមាន 3m ដកនឹង2អញ្ចឹងយើងដក2ចេញស្មើនឹង4ស្មើ4បាទអញ្ចឹងដើម្បីបន្តរកតម្លៃ m បានធ្វើម៉េចយើងធ្វើឡើងអញ្ចឹងយើងមានអីគេបងនេះដក2បើយើងមានដក2គឺតើតែយើងបូក2ទៅបានវា0អញ្ចឹងមានន័យថា 3m ចង់ឲ្យកន្លែងនេះ0មានយើងបូក2មានន័យបងកាលណាយើងបូក2តែវា0បាត់ហើយអញ្ចឹងស្មើនឹង4នេះយើងត្រូវយកវាទៅបូកនឹងឯគេដែរ2បាទអញ្ចឹង 3m ស្មើនឹង4បូក2បាន6អញ្ចឹង m ត្រូវស្មើនឹងដើម្បីបាន m កន្លែងនេះមានន័យថាយើងយកអា 3m នេះធ្វើមិនបងគឺយើងចែកទាំង3នេះកាលណាយើងចែកទាំង3ទៅមានអសល់ m អញ្ចឹងខាងនេះក៏យើងត្រូវចែកទាំង3ដូចគ្នាដែរអញ្ចឹងមានន័យថា m យើងរកឃើញស្មើលេខ2បាទដូចនេះ m ស្មើ2បាទអញ្ចឹងនេះគឺជាចម្លើយចំណោទលេខ4និងលេខ5នៅទំព័រទី28បាទអរគុណចា៎